ជំរាបសួរគឺជាសូមស្វាគមន៍មកកាន់វីដេអូភាគ2ជុំវិញនឹងដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់គីឡូ14ឃើញថាបន្ទាប់ពីយើងសម្រាប់សោះស្រូបអាហារថ្ងៃត្រង់រួចរាល់ក៏យើងបន្តក្នុងការនេសាទត្រីដើម្បីត្រៀមសម្រាប់អាហារពេលល្ងាចជាបន្តទៀតចឹងណាបាទដូចបងប្អូនបានឃើញចឹងចំពោះទស្សនភាពនៅទីនោះបន្ទាប់ពីយើងធ្វើការនេសាទបន្តទៅក្រោមឃើញថាមានទស្សនីយភាពស្អាតទាំងថ្មធំយើងមើលទៅពិតជាអស្ចារ្យបន្ទាប់ពីការនេសាទយើងធ្វើពេលយ៉ាងយូរដែរក៏ពេលវេលាក៏វាកាន់តែរសៀលទៅហើយដែរអញ្ចឹងយើងក៏បានសម្រាកនាំគ្នាយកត្រីដែលយើងធ្វើត្រីយើងរកបានវិញហ្នឹងទៅធ្វើម្ហូបសម្រាប់ពេលល្ងាចចឹងណាអញ្ចឹងនៅចុងភៅក៏កំពុងតែចាត់ចែងរៀបចំគ្រឿងកៅថែមគ្រឿងទេសមកគាត់ហើយបន្ទាប់ពីចម្អិនអាហារពេលល្ងាចរួចរាល់ក៏យើងចាប់ផ្ដើមសោះស្រូបអាហារពេលល្ងាចជុំគ្នាហើយក៏មានការជជែកនិយាយជជែកគ្នាលេងពីនេះពីនោះជាហោជាហែអញ្ចឹងមកឃើញថាពិតជាស្រស់ស្រាយមែនទែនបងប្អូនស្ថិតនៅក្នុងបរិយាកាសមួយដែលឈៀលការពិសាអាហារក៏ដូចជាការសន្និសីទនាជជែកគ្នាលេងពីនេះពីនោះក៏បានអូសបន្លាយមកជាយូរប្រាប់ពេលជាយូរដែរហើយក៏ស្បែកអន្តរកាលកាន់តែងឹតទៅរហូតដល់ពេលវេលាមួយដែលយប់យើងជ្រៅដែរអញ្ចឹងក៏យើងធ្វើការសម្រេចចិត្តសម្រាប់នោះមានសម្រាប់ចូលគេងដើម្បីទុកកម្លាំងក្នុងការធ្វើរឿងបន្តទៀតនៅថ្ងៃស្អែកអញ្ចឹងណានិយាយពីកំពុងតែគេងលក់ស្រួលផងណាស្រាប់តែម៉ោងក្នុង3ភ្លឺក៏មានភ្លៀងធ្លាក់មកមេមកបងប្អូនហើយសំណាងដែរដែលបានយកតបូលតង់ទៅមួយអញ្ចឹងក៏នាំគ្នាសាងរឹងមកច្រោកនៅក្រោមតបូលតង់អស់គ្នាអញ្ចឹងទៅហើយចំពោះអ្នកដែលគាត់មានតង់ក៏គាត់ឃើញគេយើងមកជោគអស់ហើយគាត់ក៏នៅអត់សុខគាត់ចេញមកជោគជាមួយគ្នាទាំងអស់គ្នាអញ្ចឹងទៅគេថាបទពិសោធន៍ថ្មីបងប្អូនកំពុងតែគេងលក់ស្រួលស្រាប់តែមានភ្លៀងអីអញ្ចឹងហើយតែអត់ជាបញ្ហាទេគឺមានភាពស្រស់ស្រាយន័យថាបាត់តែមានភ្លៀងខ្លះមែនប៉ុន្តែជាការផ្សងព្រេងគឺវាបែបហ្នឹងអញ្ចឹងធ្វើឲ្យយើងសប្បាយរីករាយដែរមានគ្រប់រសជាតិអញ្ចឹងបាទហើយបន្ទាប់ពីភ្លៀងរាំងទៅស្អាតតែវាចិត្តភ្លឺទៅហើយអញ្ចឹងក៏មានគ្នាយើងខ្លះក៏គាត់បន្តចង់រឹងគេងបន្តទៀតអញ្ចឹងណាបាទហើយចំណែកមួយចំនួនទៀតគឺយើងចាប់ផ្ដើមតាមទឹកកាត់ភ្លើងតាមទឹកដើម្បីរៀបចំជាការចុងកាហ្វេជាតែអញ្ចឹងទៅដូចបងប្អូនបានឃើញអញ្ចឹងបងខ្ញុំគាត់ជំនាញគាត់ខាងកាហ្វេខាងតែនេះឥឡូវគាត់ចាប់ផ្ដើមនឹងរៀបចំឆុងហ្នឹងតាមទឹកពុះហើយចាប់ផ្ដើមឆុងកាហ្វេឆុងនេះហើយឃើញថាយើងអត់បានត្រៀមកែវទេសម្រាប់កែវក៏អត់មានដែរគឺយើងប្រើកំប៉ុងវិយាអញ្ចឹងគឺកាត់ដើម្បីធ្វើកែវក្នុងការឆុងកាហ្វេអញ្ចឹងណាបាទម្យ៉ាងណានិយាយទៅបទពិសោធន៍ទី1គឺបើថាយើងលើកដំបូងហើយយើងអត់បានត្រៀមមេសពគ្រប់ឡើយទេ